តាំងពីកំណើតមកក្មេងប្រុសម្នាក់នេះមិនដែលយំឡើយសូម្បីតែម្ដងក៏មិនមានឪពុកម្ដាយរបស់គាត់បានព្យាយាមគ្រប់វិធីទាំងអញ្ជើញមនុស្សមកលេងឬមកលេងសើចបំភ័យគាត់ប៉ុន្តែក្មេងប្រុសនោះមិនមានប្រតិកម្មអ្វីឡើយពួកគេចាប់ផ្ដើមបារម្ភថាកូនរបស់ខ្លួនប្រហែលជាមិនអាចនិយាយបានហើយក៏ចាប់ផ្ដើមបាត់បង់ក្ដីសង្ឃឹមបន្តិចម្ដងរហូតដល់មួយថ្ងៃមានអ្នកជិតខាងម្នាក់មកលេងដោយអោបក្មេងស្រីតូចម្នាក់មកជាមួយភ្លាមដែលក្មេងប្រុសបានឃើញមុខនាងគាត់ក៏ផ្ទុះយំឡើងជាលើកដំបូងក្នុងជីវិតម្ដាយរបស់គាត់មានក្ដីរីករាយយ៉ាងខ្លាំងដោយមានអារម្មណ៍ថាមានខ្សែចងចិត្តចម្លែករវាងក្មេងទាំងពីរនាងបានសម្រេចចិត្តយកក្មេងស្រីនោះមកចិញ្ចឹមជាកូនចាប់តាំងពីពេលនោះមកជោគវាសនារបស់ពួកគេបានភ្ជាប់គ្នាជានិច្ចឆ្នាំកន្លងទៅក្មេងទាំងពីរបានធំឡើងហើយក្លាយជាមនុស្សខុសគ្នាទាំងស្រុងក្មេងប្រុសមានឈ្មោះថាឡាងឆាឡែងចេះនិងក្មេងស្រីដែលជាមិត្តកាលពីកុមារភាពរបស់គាត់មានឈ្មោះថាស្យាវឈៀវទោះបីជាពួកគេមានអាយុស្មើគ្នាក៏ដោយឡាងឆាជាក្មេងឆ្លាតខ្លាំងហើយត្រូវបានលើកថ្នាក់ទៅរៀនថ្នាក់ខ្ពស់ជាងខណៈដែលស្យាវវិញតែងតែស្ថិតនៅចំណាត់ថ្នាក់ទាបក្នុងថ្នាក់ថ្មីនេះមានពាក្យចាមអារាមរាលដាលនៅក្នុងសាលាអំពីក្រុមអាថ៌កំបាំងមួយឈ្មោះថាគស្លឹកបៃតង Green Leaf ក្រុមនេះតែងតែបង្កបញ្ហាដល់សិស្សដទៃហើយរាល់ពេលដែលពួកគេសកម្មភាពពួកគេនឹងទុកស្លឹកបៃតងចំនួន3ជាសញ្ញាសម្គាល់របស់ខ្លួនបន្ទាប់ពីបញ្ចប់ការនិយាយរឿងគួរឲ្យភ័យខ្លាចនោះយួនបានយកទូរស័ព្ទចេញយ៉ាងលឿនដើម្បីមើលរូបថតតារាដែលនាងចូលចិត្តបំផុតដើម្បីឲ្យចិត្តស្ងប់ប៉ុន្តែភ្លាមនោះគ្រូបន្ទប់បានឃើញហើយភ្លាមបានរឹបអូសទូរស័ព្ទរបស់នាងទៅដើម្បីឲ្យស្ថានភាពកាន់តែអាក្រក់ទៅទៀតយួនត្រូវបានគ្រូប្រាប់ថានាងនឹងមិនទទួលបានទូរស័ព្ទវិញទេរហូតដល់បញ្ចប់ការប្រឡងចុងឆ្នាំទោះជាយ៉ាងណាជួននៅតែរក្សាសន្យាទៅជួបមិត្តភ័ក្តិរបស់នាងដើម្បីបដូរអនុស្សាវរីយ៍គ្នាពេលឃើញជួនមុខស្រពោនស្យាវឈៀវមិនអាចមើលឃើញមិត្តជិតស្និទ្ធរបស់នាងសោកសៅបែបនោះបានទេដូច្នេះនាងក៏បានខ្ចីទូរស័ព្ទផ្ទាល់ខ្លួនឲ្យជួនយ៉ាងសប្បុរសស្យាវមិនបានដឹងសោះថាការធ្វើចិត្តល្អបែបនេះនឹងនាំឲ្យនាងជួបបញ្ហានៅពេលឆាប់ខាងមុខក្រោយមកមិត្តកាលពីកុមារភាពរបស់ស្យាវគឺឡាងចៅលេងឆាវបានផ្ញើសារមកនាងប្រាប់ថាមិនបាច់រងចាំគាត់បន្ទាប់ពីចេញពីសាលានៅថ្ងៃនោះទេប៉ុន្តែដោយសារស្យាវបានខ្ចីទូរស័ព្ទជួននាងមិនបានដឹងអំពីសារនោះឡើយពេលម៉ោងរៀនបញ្ចប់ស្យាវកំពុងត្រៀមត្រឡប់ផ្ទះស្រាប់តែនាងបានឃើញកង់របស់ឡាងចៅដួលនៅជាប់ផ្លូវនៅលើដីមានស្នាមរាវពណ៌ក្រហមបែកខ្ចាត់ខ្ចាយអ្វីដែលធ្វើឲ្យនាងភ័យខ្លាចជាងនេះទៀតគឺការមើលឃើញស្លឹកបៃតងចំនួន3ដែលជាសញ្ញារបស់ក្រុមអាថ៌កំបាំងនោះគំនិតថាឡាងចៅអាចត្រូវបានគេវាយប្រហារបានកើតឡើងភ្លាមក្នុងចិត្តនាងធ្វើឲ្យនាងភ័យស្លន់ស្លោដោយពេញទៅដោយការព្រួយបារម្ភនាងបានឡើងកង់ហើយចាប់ផ្ដើមស្វែងរកគាត់គ្រប់ទីកន្លែងបន្ទាប់ពីស្វែងរកមួយរយៈស្យាវបានជិះកាត់ហាងតែប៊ូប៊លមួយខណៈពេលនាងត្រៀមនឹងចាក់ចេញស្រាប់តែមានក្មេងប្រុស3នាក់មករ៉ាំងនាងហើយសួរថានាងចង់ចូលរួមទិញតែប៊ូប៊លជាមួយពួកគេទេព្រោះហាងកំពុងមានប្រូម៉ូសិនទិញមួយបានឥតគិតថ្លៃមួយដើម្បីអបអរសាទរដើមរដូវស្លឹកឈើជ្រុះក្នុងពេលតែមួយនោះពេលយប់បានធ្លាក់ចុះហើយស្យាវនៅតែមិនទាន់ត្រឡប់មកវិញឡាងឆាឡែងចាស់ក៏បានចេញទៅស្វែងរកនាងពេលគាត់ឃើញមិត្តរបស់ខ្លួនត្រូវបានក្រុមមនុស្សចម្លែករំខានកំហឹងបានផ្ទុះឡើងក្នុងចិត្តគាត់បានកោងខ្លួនចុះយកឥដ្ឋមួយដុំឡើងហើយត្រៀមខ្លួនចូលទៅការពារនាងតែភ្លាមនោះស្យាវបានហៅឈ្មោះឡាងចៅធ្វើឲ្យគាត់ឈប់ស្ងៀមភ្លាមបន្ទាប់ពីយល់អំពីអ្វីដែលកំពុងកើតឡើងគាត់អាចត្រឹមតែដកដង្ហើមធំដោយអស់សង្ឃឹមដើម្បីបញ្ចប់បញ្ហាឲ្យស្ងប់ស្ងាត់គាត់បានសុំទោសជំនួសស្យាវហើយចំណាយប្រាក់ទិញតែប៊ូប៊ុលឲ្យដើម្បីឲ្យរឿងរ៉ាវបញ្ចប់ដោយសន្តិភាពនៅចុងក្រោយក្រុមទាំងពីរបានបែកផ្លូវគ្នាដូចជាមនុស្សមិនស្គាល់គ្នាប៉ុន្តែពួកគេនៅតែផ្លាស់ប្ដូរស្នាមញញឹមយ៉ាងមិត្តភាពដោយមានចិត្តល្អដូចធម្មតាស្យាវថែមទាំងបានផ្ដល់ឆ័ត្រតែមួយគត់របស់នាងឲ្យក្មេងប្រុស3នាក់នោះទៀតផងបន្ទាប់ពីនោះស្យាវឈៀវនិងឡាងឆាឡែងចេះត្រូវរត់ត្រឡប់ផ្ទះក្រោមភ្លៀងត្រជាក់ដោយខ្លួនទាំងពីរជ្រាបទឹកសពខ្លួនដោយកណ្ដុរតូចពីរដែលទឹកជ្រាបនៅលើផ្លូវត្រឡប់ផ្ទះឡាងឆាបាននិយាយទៅកាន់ស្យាវយ៉ាងទន់ភ្លន់ថាប្រសិនបើរឿងបែបនេះកើតឡើងម្ដងទៀតនាងគួរតែត្រឡប់ផ្ទះតែម្នាក់ឯងទៅភ្លាមប៉ុន្តែស្យាវបានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ថានាងនឹងការពារគាត់ជានិច្ចមិនថាមានអ្វីកើតឡើងក៏ដោយពាក្យសម្ដីរបស់នាងធ្វើឲ្យបេះដូងរបស់ឡាងឆាខកមួយចង្វាក់គាត់អាចតែញឹមយ៉ាងអស់សង្ឃឹមហើយនិយាយស្រាលថាពួកគេដូចជាគូដែលវាសនាបានកំណត់រួចហើយបើថ្ងៃណាគាត់បាត់បង់នាងម្ដាយរបស់គាត់ប្រហែលជាសម្លាប់គាត់ជាមិនខានស្ដាប់ពាក្យនោះស្យាវបានប្រញាប់ប្រាប់គាត់កុំឲ្យនិយាយបែបនេះខណៈពេលនាងនិយាយនាងបានប្រគល់កន្សែងមួយឲ្យគាត់ក្រោមសាច់ក្រណាត់ទន់ភ្លន់នោះចម្ងាយរវាងពួកគេបានបាត់បង់ទៅយឺតនៅវិនាទីនោះពេលភ្នែកទាំងពីរជួបគ្នាមានអារម្មណ៍ដូចជាខ្យល់ជុំវិញពួកគេពោពេញទៅដោយពុះនៃក្តីស្រឡាញ់ឡាងឆាមិនដឹងថាវាចាប់ផ្ដើមពីពេលណាទេ
ប៉ុន្តែគាត់បានចាប់ផ្ដើមស្រឡាញ់ក្មេងស្រីនៅផ្ទះជិតខាងដែលតែងតែប្រព្រឹត្តខ្លួនដូចជាបងស្រីធំរបស់គាត់ប្រហែលជាតាំងពីពេលដំបូងដែលពួកគេបានជួបគ្នាខ្សែចងចិត្តរបស់ពួកគេត្រូវបានវាសនាកំណត់រួចមកហើយតាំងពីមុនពេលពួកគេអាចនិយាយបានទាំងពីរបានយំជាមួយគ្នាចាប់តាំងពីថ្ងៃនោះមកពួកគេមិនដែលបែកពីគ្នាឡើយក្រោមការថែទាំយកចិត្តទុកដាក់របស់ស្យាវឡាងឆាបានកាន់កាប់ស្នាមរបួសតូចដែលនាងទុកហើយក៏បានក្លាយជាមនុស្សខ្លាំងឡើងបន្តិចម្ដងឆ្លងកាត់បញ្ហាទាំងអស់ដើម្បីក្លាយជាមនុស្សដូចសពថ្ងៃឥឡូវនេះក្នុងនាមជាសិស្សថ្នាក់វិទ្យាល័យឆ្នាំទី3 Junior គាត់នៅតែជាប់ចំណាត់ថ្នាក់កម្ពុជាក្នុងថ្នាក់ខណៈដែលស្យាវដែលជាសិស្សឆ្នាំទី2 Sophomore ដែលមនុស្សគ្រប់គ្នាស្គាល់វិញនាងនៅតែមានការលំបាកខាងការសិក្សាក្នុងការប្រឡងកណ្ដាលឈ្មោះថ្មីនេះនាងបានជាប់ចំណាត់ថ្នាក់ទាបបំផុតម្ដងទៀតធ្វើឲ្យម្ដាយរបស់នាងខឹងខ្លាំងដល់ថ្នាក់វីតូហើយស្ដីបន្ទោសនាងយ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះម្ដាយរបស់នាងថែមទាំងបានបន្ទោសគ្រូដោយចោទថាគាត់ធ្វេសប្រហែសក្នុងការជ្រើសរើសមេថ្នាក់ដោយសារមិនមាននរណាម្នាក់ស្ម័គ្រចិត្តគ្រូបានសម្រេចចិត្តចាប់ឆ្នោតពីប្រអប់មួយជាផលវិបាកសិស្សដែលជាប់ចំណាត់ថ្នាក់កម្ពុជាក្នុងថ្នាក់ត្រូវបានជ្រើសរើសធ្វើជាសមាជិកគណៈកម្មការវិន័យខណៈដែលសិស្សធាត់ម្នាក់ដែលតែងតែជាប់ចំណាត់ថ្នាក់ចុងក្រោយត្រូវបានជ្រើសរើសធ្វើជាសមាជិកគណៈកម្មការសិក្សាដោយសារតំណែងនេះមានសារៈសំខាន់សិស្សទាំងមូលក្នុងថ្នាក់បានភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈដែលស្យាវកំពុងសើចលេងសិស្សធាត់នោះគ្រូបានបន្តប្រកាសបញ្ជីហើយបានបង្ហាញថាសមាជិកគណៈកម្មការងារថ្មីគឺមិនមែននរណាផ្សេងទេគឺជាស្យាវផ្ទាល់នេះជាលើកដំបូងដែលស្យាវបានក្លាយជាមន្ត្រីថ្នាក់ហើយនាងមានអារម្មណ៍មោទនភាពយ៉ាងខ្លាំងសូម្បីតែពេលឡើងចៅលែងឆាវដែលឥឡូវជាសិស្សឆ្នាំទី4 Senior មកត្រួតពិនិត្យភាពស្អាតក្នុងថ្នាក់រៀននាងក៏មិនបានយកចិត្តទុកដាក់គាត់ខ្លាំងឡើយជាសំណាងល្អមានបងស្រីសិស្សឆ្នាំខ្ពស់ម្នាក់មកដល់ទាន់ពេលវេលាហើយបានពន្យល់ស្ថានភាពដើម្បីជួយបន្ថយភាពតានតឹងរវាងពួកគេតែអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលគឺឡាងចៅបានចង្អុលទៅកាន់ថង់ប្លាស្ទិកមួយដែលព្យួរនៅលើសាខាដើមឈើហើយនិយាយយ៉ាងតឹងរ៉ឹងថាត្រូវកាត់ពិន្ទុព្រោះរំលោភច្បាប់អនាម័យស្ដាប់ពាក្យនោះអារម្មណ៍ទទួលខុសត្រូវរបស់ស្យាវក្នុងនាមជាសមាជិកគណៈកម្មការងារបានផ្ទុះឡើងហើយនាងបានអះអាងថានាងនឹងយកថង់នោះចុះដោយខ្លួនឯងប៉ុន្តែខណៈដែលនាងគ្រាន់តែអាចគោះឲ្យវាធ្លាក់ចុះបាននាងបានរអិលជើងហើយធ្លាក់បោកដីយ៉ាងខ្លាំងបន្ទាប់ពីញ័រខ្លួនបន្តិចស្យាវអាចឈរឡើងវិញបានហើយព្យាយាមដើរចេញទៅទោះបីនាងមានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំងក៏ដោយនាងមិនអាចទប់សំណើចបានឡើយចំពោះស្ថានភាពគួរឲ្យអស់សំណើចនោះនៅពេលនោះនាងបានសង្កេតឃើញថាខោរបស់នាងបានបែករន្ធធំមួយភ្លាមក្រុមក្មេងប្រុសនៅជិតបានចាប់ផ្ដើមលេងសើចចំអកនាងឃើញដូច្នោះឡាងចៅមិនបានស្ទាក់ស្ទើរទេគាត់បានដោះអាវក្រៅរបស់ខ្លួនភ្លាមរុំជុំវិញចង្កេះរបស់ស្យាវហើយនាំនាងចេញពីកន្លែងនោះយ៉ាងស្ងាត់ពេលត្រឡប់ដល់ផ្ទះស្យាវបានប្រាប់ម្ដាយរបស់នាងដោយរំភើបអំពីសមិទ្ធផលដំបូងរបស់នាងក្នុងនាមជាសមាជិកគណៈកម្មការងារម្ដាយរបស់នាងមានក្តីរីករាយយ៉ាងខ្លាំងទីបំផុតកូនស្រីរបស់នាងបានបង្ហាញពីការទទួលខុសត្រូវមួយចំនួនហើយនាងបានសម្រេចចិត្តចម្អិនអាហារពិសេសមួយដើម្បីអបអរសាទរទោះជាយ៉ាងណាស្យាវបានរអ៊ូទមថាម្ដាយរបស់នាងមិនបានបកដំឡោងឲ្យស្អាតទេហើយបានទាមទារធ្វើវាដោយខ្លួនឯងតែគ្រាន់តែប៉ុន្មាននាទីប៉ុណ្ណោះដំឡូងនៅក្នុងដៃនាងបានคล้ายជាគំនរខ្ទេចស្ងួតមិនត្រឹមតែប៉ុណ្ណោះស្យាវថែមទាំងរិះគន់វិធីដែលម្ដាយរបស់នាងបកខ្ទឹមសផងដែរឃើញកូនស្រីកាន់តែហួសហេតុឪពុករបស់នាងក៏បាត់បង់អត់ធ្មត់ហើយភ្លាមបានបណ្ដេញនាងចេញពីផ្ទះបាយដូចដែលគេរំពឹងទុកស្យាវបានរត់ទៅផ្ទះម្ដាយចិញ្ចឹមរបស់នាងដើម្បីចូលរួមបរិភោគអាហារពេលល្ងាចជាមួយពួកគេបន្ទាប់ពីញ៉ាំអាហាររួចហើយនៅតែពោពេញដោយភាពរំភើបចំពោះតំណែងថ្មីរបស់ខ្លួននាងបានរត់ចូលទៅក្នុងបន្ទប់របស់ឡាងឆាដោយអន្ទះសារនៅពេលនោះស្យាវបានសង្កេតមើលយ៉ាងម៉ត់ចត់ពីរបៀបដែលឡាងឆារក្សាបន្ទប់ឲ្យស្អាតដោយសង្ឃឹមថានឹងរកឃើញអ្វីមួយដើម្បីរិះគន់ដំបូងឡើយនាងមិនរំពឹងថានឹងរកឃើញអ្វីប្លែកទេប៉ុន្តែពេលនាងកោងខ្លួនមើលក្រោមគ្រែស្រាប់តែនាងបានឃើញប្រអប់មួយដែលស្គាល់យ៉ាងខ្លាំងវាជាអំណោយដែលនាងបានផ្ដល់ឲ្យគាត់តាំងពីពេលកុមារភាពភ្លាមដែលស្យាវឃើញមុខអៀនអររបស់ឡាងចៅលែងឆាវនាងក៏កាត់ការសង្ស័យភ្លាមនាងបានបើកប្រអប់នោះយ៉ាងលឿនហើយបានរកឃើញរោគមួយនៅខាងក្នុងខណៈដែលបរិយាកាសคล้ายជា awkward សំឡេងម្ដាយចិញ្ចឹមរបស់នាងបានហៅមកពីខាងក្រៅទ្វារសួរថាពួកគេចង់ញ៉ាំផ្លែឈើទេឡាងចៅបានឆ្លើយតបយ៉ាងប្រញាប់ថាគាត់មិនចង់ទេបន្ទាប់ពីម្ដាយចិញ្ចឹមចាក់ចេញស្យាវបានញឹមយ៉ាងកល្បិចនាងបានសម្រេចចិត្តប្រើការពិតដែលឡាងចៅលាក់រោគក្មេងស្រីមួយនៅក្នុងបន្ទប់ដើម្បីគំរាមគាត់ឲ្យជួយនាងបន្ទាប់ពីពិភាក្សាគ្នាមួយសន្ទុះពួកគេបានរៀបចំផែនការមួយដើម្បីលួចចូលការិយាល័យគ្រូប្រចាំថ្នាក់និងយកទូរស័ព្ទដែលជួនត្រូវបានរឹបអូសវិញខណៈដែលពួកគេទាំងពីរកំពុងពិភាក្សាផែនការយ៉ាងតានតឹងស្រាប់តែមានសំឡេងគោះទ្វារឡើងអ្នកដែលមកគឺស៊ីហានខៃហានដោយមិនគិតយូរស្យាវបានអូសគាត់ចូលរួមក្នុងគម្រោងភ្លាមពួកគេទាំង3នាក់ស្ថិតក្នុងភាពរញ៉េញ៉ៃមិនដឹងសោះថាគ្រោះថ្នាក់កំពុងខិតជិតមកដល់
មួយផ្លេតបន្ទាប់មកគ្រូប្រចាំថ្នាក់បានដើរមកដល់ភ្លាមហើយ